បាទសួស្តីបងប្អូនយើងបន្តlà video ទី2របស់យើងណាអញ្ចឹងកន្លែងនេះឃើញគេរត់ណាអញ្ចឹងយើងចង់ឲ្យគេរត់ដោយមានស្រមោលអញ្ចឹងធ្វើបែបម៉េចអត់មានស្រមោលណាយើងកំតងគិតពីបាល់យើងគិតតែពីគេរត់នឹងសិនឃើញទេខ្ញុំបន្តជើងនេះដល់យើងមើលយើង speed ហើយនៅនេះអូខេចង់ speed អូនចុចលើអា3ទាំងអស់នេះណា1 2 3ឥឡូវចុចឡើងវិញណា1 2 3 speed ឧទាហរណ៍ថានេះ100វាយលេខ100ចូលហ្នឹងបានថាវាគឺជាលបឿនក៏ចលនាធម្មតាណាអត់ speed ទេណាឃើញទេអញ្ចឹងនៅពេលដែលយើងចង់ speed យើងគ្រាន់តែចូលកន្លែងហ្នឹងចុចលើវាទៅយើងវាយថាប៉ុន្មាន30អញ្ចឹងវាទៅជាលឿនហើយណាឃើញទេឃើញទេហ្នឹងហើយតបពីយើង speed វាហើយយើងចាប់ផ្ដើម mouse ស្ដាំ new adjustment layer នេះ adjustment layer ណា adjustment layer បង្កើតមកដើម្បីអីដើម្បីយើង apply effect ចូលអញ្ចឹងដំបូងឡើយយើងឲ្យគេរត់ចេញសិនហើយបានដល់ប៉ុណ្ណេះយើងដាក់effect យើងចូលយើងអាចវាយនៅក្នុងពាក្យថា window effect and preset ក៏បាននៅពេលយើងស្គាល់ឈ្មោះវាហើយណាហ្នឹងហើយវាយឈ្មោះថា CC motion blur អញ្ចឹងទៅforce motion blur អញ្ចឹងទៅណានេះណាអញ្ចឹងក៏បានហើយទាញចូលមកឬក៏ចុច mouse ស្ដាំនៅលើ layer adjustment layer ហ្នឹងចុច mouse ស្ដាំមកដាក់ឈ្មោះថា effect ឈ្មោះថានេះ times ហើយចូលពាក្យថា CC force motion blur មានន័យថា effect ហ្នឹងវានៅក្នុង effect មួយឈ្មោះថា time ណាចុចលើវាមកអូខេបន្តមកទៀតអូនតឡើងនេះ180នេះឲ្យទៅជា1700ក៏1840ណាអញ្ចឹងមានន័យថាតឡើងនេះកាន់តែច្រើនសមោលកាន់តែច្រើនដូចគ្នាណាចង់បានសមោលតិចដាក់តិចចង់បានសមោលខ្លាំងដាក់ខ្លាំងឡើយយើងមើលរូបរបស់យើងមកឃើញទេសមោលណាយើងកាត់ adjustment នឹងមកកាត់តំណែងមានន័យថាដំបូងឡើយអត់មានសមោលទេដល់ពេលរត់បានមានមកវិញម្ដងនេះឡើងមានណាឃើញទេដល់ពេលរត់មកវិញចាប់ផ្ដើមមានវិញអញ្ចឹងយើងចុចទៅលើ layer adjustment layer ដែលយើង effect ទាំងហើយមក control D ឃើញទេយើងទាញមកឃើញអត់ដល់តំណែងហើយបានចូលពេលទៅចូលមកវិញនេះcontrol D មួយទៀត duplicate វាណាអញ្ចឹងវាបានអញ្ចឹងដល់វឹបវឹបវឹបឃើញទេហ្នឹងហើយបន្ទាប់ពីបានអញ្ចឹងហើយយើងចាប់ផ្ដើមត្រាក់បាល់នេះឲ្យជាប់ជាមួយនឹងដីប៉ុន្តែក្នុងនេះខ្ញុំបានបង្កើតវាទៅជា com មួយហើយណាឥឡូវខ្ញុំ copy វាមកវិញទាំងអស់សិនខ្ញុំ copy វាចេញសិននេះនេះគឺជាបាល់អញ្ចឹងដើម្បីឲ្យធ្វើឲ្យបាល់ហ្នឹងវាហាក់ដូចជាមានសមោលខាងក្រោមបន្តិចយើងចូលទៅកាន់ mouse ស្ដាំ new solid ពណ៌ខ្មៅមកអូខេបន្តមកទៀតយើងទាញយកនេះយក ellipse tool មកណាអញ្ចឹងមកហើយ fader វាតិចមកចង់បានខ្មៅកាន់តែខ្លាំងដាក់មកខ្លួនឯងណាទាញមកដាក់ខាងក្រោមបាល់មកឃើញទេហើយបើចង់ខ្មៅតិចដាក់បន្តិចមកសេរីនៅក្នុង max expansion ហ្នឹងមកឃើញទេselect លើខ្លួនឯងណាអញ្ចឹងវាមានសមោលមួយហើយបន្ទាប់ពីយើងបានបាល់នឹងសមោលនឹងហើយអាសមោលដូចជាក្រោមបាល់នឹងហើយយើង select លើវាទាំងពីរហ្នឹងហើយបង្កើតនៅ com ថ្មីមួយទៀតឃើញទេយើងដាក់ឈ្មោះថា football and shadow ណាបាទអញ្ចឹងយើងបានណាបន្ទាប់ពីបាន football and shadow នឹងហើយគឺយើងចាប់ផ្ដើមត្រាក់វា
ត្រាក់វាឲ្យជាប់ទៅនឹងដីនេះណាហ្នឹងហើយភាសាទៀតបន្ទាប់មកខ្ញុំ duplicate layer ខាងក្រោមហ្នឹងតតបានហ្នឹងជា2មកដើម្បីអីគេដើម្បីខ្ញុំដាក់ឲ្យ speed ធម្មតាបន្ទាប់ពីគេតតបានហើយដាក់ speed ឲ្យទៅជាធម្មតាវិញព្រោះអាខាងក្រោមនេះយើងដាក់វាតែ30ទេឥឡូវយើងដាក់100ទៅធម្មតាវិញមកឃើញទេអញ្ចឹងវាទៅជាចេះណាតឥឡូវយើងមើលទាំងអស់គ្នាភាសាទៀតតវឹបវឹបវឹបឃើញទេវឹបវឹបវឹបតហ្នឹងហើយណាអញ្ចឹងយើងចាប់ផ្ដើមត្រាក់បាល់ជាមួយនឹងbackground ក្រុមនេះត្រាក់តែប៉ុណ្្នឹងបានហើយណាអញ្ចឹងដូចអូនដឹងហើយចុចលើវាlayer ដែលគេរត់នេះមកស្ដាំយកពាក្យថា track and stabilize យើងយក track motion មកបាទពេលបាន track motion យើងទាញវាឲ្យធំបន្តិចទាញវាមកខាងក្រោមត្រាក់ជាមួយអាស្លឹកឈើដែលជុះនៅកណ្ដាលនេះមកឃើញទេបន្តមកទៀតយើងចូលទៅកាន់ edit ណា target យើងយកឲ្យគេយើងយក football and shadow នឹងត្រូវហើយណាអូខេមកហើយយើងចាប់ផ្ដើម record វាយើងចុច play មកទាំងអស់គ្នាខ្ញុំឲ្យទាំងអស់គ្នាមើល slide ហ៎អត់មានឲ្យជែកគ្នាមើល slide សិនទោះបីមានហ្នឹងហើយបន្តពីយើង tracking ហើយណា tracking ជាមួយនឹងបាល់យើងហើយនឹង shadow វាទៅជាចេះណាលោកប្អូននិយាយថាបាល់វាដូចមិនដែលចឹងវាត្រូវហើយព្រោះហ្នឹងវាមិនមែន 3D ទេវា 2D ណាវាអត់អាចមើលទៅអត់ខ្ចប់ដូច 3D បានទេណាតែគ្រាន់ថាយើងកុំវាដាច់ឆ្ងាយពេកហើយយើងមើលជើងចំណាអញ្ចឹងបាល់គួរតែឡើងលឿនបន្តិចណាអញ្ចឹងយើងចូលកន្លែង football and shadow យើងមិញគេមិញគ្រាន់ record ទេណាចុះមិនអត់ជាប់ចឹងមិញយើង record ចឹងឥឡូវដល់វគ្គយើង apply ណាយើង apply មកហើយ apply dimension នេះយក x និង y មកណាគេវាបានអញ្ចឹងតោះយើងចូលទៅកាន់ file ដើមរបស់យើងវិញមកយើងចុចនៅលើ football and shadow ហើយយើងសេរីនៅក្នុង anchor point ណាយើងចង់ឲ្យបាល់ទៅណាយើងមើលជើងយើងចុងក្រោយតទៅណាដើម្បីមើលឃើញច្បាស់យើងដោះស្មោលចេញសិនណាចាំមើលយើងមើលជើងយើងធម្មតាអញ្ចឹងវាគួរតែបាល់ឡើងលើបន្តិចណាទី anchor point ណានេះប៉ុណ្ណឹងតោះឥឡូវយើងបើកស្មោលមកវិញហើយ play មើលចុងក្រោយហ្នឹងបួក yes អញ្ចឹងយើងចាប់ផ្ដើមតឲ្យតបាល់ណាអញ្ចឹងអាបាល់យើងដែលយើងធ្វើហើយនៅណាអាបាល់ដែលបែកមិញណាយើងយកបាល់នឹងមក football breaking នេះអញ្ចឹងយើងហៅអា com football breaking នឹងមក football break football breakout ហ្នឹងហើយយើងចុចលើវាមក play មកអាហ្នឹងមែនយ៉ាតោះអញ្ចឹងយើងយកវាមក football breakout ណា
យកវាមកហើយយើង scale ឲ្យប៉ិនអា football នៅលើដីនេះយើងបន្លំអាហ្នឹងណាអូខេយើងមើលវានាទីទីម៉ោងវាបែកប៉ុណ្ណេះអញ្ចឹងយើងមើលបន្តិចមកប៉ុណ្ណេះអញ្ចឹងយើងកាត់វាទីវាចុះក្រោមចាំមើលកាត់វាដល់កន្លែងណាទាញវាមកហើយ scale វាឲ្យប៉ុនគ្នាមកបន្លំអាហ្នឹងគេហៅបន្លំអូនណាឲ្យប៉ុនគ្នាមកឃើញទេតទៅពេលបានប៉ុនអញ្ចឹងហើយយើងចាប់ផ្ដើម play ជាមួយវាបែកអត់តោះមើលយឺតពេកណាអញ្ចឹងយើងត្រូវដឹងថាវាយឺតពេកអញ្ចឹងធ្វើម៉េចអញ្ចឹងត្រូវធ្វើម៉េចដើម្បីឲ្យវាលឿនទៅដូចជើងអញ្ចឹងណាម៉ាំងឃើញអត់អញ្ចឹងយើងកាត់ប្លង់លើចោលកាត់ប្លង់ football and shadow ចោលតាមហ្នឹងមកហើយតប្លង់មកវិញតប្លង់ជាមួយអាបែកនេះម៉ាំងឃើញទេវាទៅជាបួកឃើញអត់ប៉ុន្តែអាហ្នឹងយើងធ្វើឲ្យលឿនកន្លែងហ្នឹងណាចាំមើលអញ្ចឹងយើង scale វាលឿននេះយើង scale វាប្រហែលជាថាប្រមាណវិឬក៏ប្រមាណ frame ថា8 frame cho 1 1 2 3 4 5 6 7 8ហ្នឹងហើយ scale វាលឿនហើយបដូរទីតាំងវាទៀតផងនេះ position វាមកដល់នេះនេះវាមកដល់កណ្ដាលចឹងឃើញទេចឹងមកឧទាហរណ៍តោះយើងមើលណាឃើញទេអញ្ចឹងយើងបានប្លង់នឹងមួយណាតោះយើងមើលភាសាទៀតអានេះគេហៅថាក្បាច់បោកប្រាស់ដែលមើលទៅឲ្យវាដូចមែនតើអញ្ចឹងតោះហើយវឹបតាក់បាត់អានេះខ្ញុំ play មើលទេតែមិនសិនអូនកុំ play អញ្ចឹងណាអត់កើតទេតោះហើយបួកឃើញទេឃើញដូចមែនតើណាហេបាទយើងមិនតន់កែស្អីទៀតណាអូធ្វើបានប៉ុណ្្នឹងសិនហើយកែ color ចេះកែ color ទៅ geometry color កែពងមកបួកអូខេបានសម្រាប់មួយតោះឥឡូវនេះបានបែកបាល់ចឹងហើយយើងទៅយកប្លង់ទី2មកណាប្លង់ទី2យើងនឹងទុកនៅណាតោះប្លង់ទី2របស់យើងទុកនៅណាអ៊ីនធឺណិតអត់ដើរទៀតពុកបង DD1 ណានេះប្លង់ទី2យើងទុកនៅណាយើងចូលទៅមើលអូខេនៅនេះណានៅក្នុង Telegram desktop យើងហៅមក5173នេះ5173ហៅមកចឹងយើងចាប់តាមតប្លង់ណាយក5173នឹងមកតប្លង់ឲ្យគេនេះគឺប្លង់តែគាត់ចូលទៅតតបាល់ទីកាត់មកនេះពីប្លង់នឹងមក
ហើយយើង duplicate ស្រមោលមកមួយទៀតមកណាវាទៅជាចេះឃើញទេតែកន្លែងយើង speed ដែរមក speed ឲ្យទៅជា30ឲ្យលឿនដែរមកណាតោះអូខេបន្តមកយើង duplicate layer ដដែលអាក្រោមកាត់វាចេញមកអាលើកាត់វាឲ្យដាក់100វិញដើម្បីឲ្យវាទៅជា14ធម្មតាតោះយើងទៅមើលទៅហើយឃើញទេអូខេប៉ុន្តែបងប្អូន complete ថាប្លង់នេះយើងត្រូវដាក់បាល់មួយទៀតណាព្រោះយើងកាត់ប្លង់ពីប្លង់នេះមកណានេះឥឡូវទាត់បាល់បានហើយម៉ាំងដល់ពេលកន្លែងយើងកាត់ប្លង់ដូចយើងនេះភាសាទៀតចឹងណាម៉ាំងហើយបាល់យ៉ាងម៉េចបាល់ដាក់ឲ្យវានៅលើដីដូចធម្មតាមកតោះឥឡូវខ្ញុំ